បន្តចូលមកដល់ 1.3 ដែលជាខួបជាដំបូងយើងត្រូវតាង n តូចដែលស្មើទៅនឹង 1.3 ដែលជាខួបហើយវាត្រូវស្មើទៅនឹង 1.33 រហូតដោយឡែកនៅក្នុងនេះវាមានខួបចំនួន1ខ្ទង់អញ្ចឹងយើងត្រូវគុណអង្គទាំងពីរទៅនឹង10នោះយើងបាន 10n ស្មើទៅនឹងយើងកិលក្បៀសមកខាងស្ដាំនេះមួយខ្ទង់យើងបាន 13.33 ដែលជាខួបរហូតបន្ទាប់មកយើងធ្វើផលដកយក 10n ដកទៅនឹង n វាស្មើទៅនឹង 13.33 ដែលជាខួបនេះដកជាមួយនឹង 1.33 ដែលជាខួបហ្នឹង 10n ដក n វានៅសល់ 9n ហើយកាលណាយើងដកគ្នានោះលេខដែលស្ថិតនៅខាងក្រោយក្បៀសនេះគឺអស់អញ្ចឹងវានៅសល់តែ 13 ដក 1 9n យើងទុកដដែល 13 ដក 1 នៅសល់ 12យើងទាញរក n បាន 12 នៅលើ 9ហើយលេខនេះយើងអាចសម្រួលបានយើងសម្រួលនឹង 3 ទៅវានៅសល់ 4 លើ 3 ដូចនេះ 1.3 ខួបយើងអាចសរសេរទៅជាប្រភាគបានគឺស្មើទៅនឹង 4 លើ 3 មួយទៀតដក 4.01 ដែលជាខួបយើងតាង n ហ្នឹងស្មើទៅនឹងដក 4.01 ដែលជាខួបហើយវាស្មើទៅនឹងដក 4.010101 រហូតដោយសារតែខួបយើងមាន2ខ្ទង់យើងត្រូវគុណថែមនឹង100នៅអង្គទាំងពីរនោះយើងបាន 100n ស្មើយើងកិលក្បៀស2ខ្ទង់មកខាងស្ដាំបានត្រឹមនេះគឺបានដក 401.0101 រហូតហើយយើងធ្វើផលដកយក 100n ដកទៅនឹង n វាស្មើទៅនឹងដក 401.0101 រហូតនេះដកជាមួយនឹងដក 4.0101 រហូត 100n ដក n នៅសល់ 99n ស្មើដូចគ្នាដែរកាលណាយើងធ្វើផលដកខាងកតុយក្បៀសនេះគឺអស់ហើយនោះវានៅសល់តែដក 401 ដកហើយដកបូកគេខាងក្នុងវងកញ្ចក់នេះគឺ 4 បន្ទាប់មកយើងទុក 99n ដដែលយើងយកដកនេះគុណនឹងដកខាងក្នុងវងកញ្ចក់វាបានបូកអញ្ចឹងយើងបានដក 401 បូកជាមួយ 4 វាស្មើជាមួយនឹងដក 397ហើយយើងទាញរក n វាត្រូវស្មើនឹងដក 397 នៅលើ 99ដូចនេះដក 4.01 ខួបនេះយើងអាចសរសេរទៅជាប្រភាគបានគឺស្មើទៅនឹងដក 397 នៅលើ 99